ក្រសួងពាណិជ្ជកម្មគឺជាអ្នករកទីផ្សារប៉ុន្តែចំពោះការដាំដុះចំពោះការចែកចម្លែកចំណេះដឹងអីទៅប្រជាពលរដ្ឋគឺតាក់ទងជាមួយនឹងក្រសួងកសិកម្មអញ្ចឹងពីរនឹងទៅគ្នាគឺត្រូវតែខ្លាំងដើម្បីជំនួយដល់ប្រជាពលរដ្ឋខ្មែរយើងហើយនឹងអភិវឌ្ឍស្រុកទេសយើងថ្ងៃនេះខ្ញុំចែកចម្លែកទៅកាន់បងប្អូនថាតើគេប្រើរយៈពេលប៉ុន្មានពីដាំរហូតដល់ប្រមូលផលនេះប្រើរយៈពេលប្រមាណខែហើយតើដើមពេញប៉ោះហ្នឹងអាចប្រមូលផលបានប៉ុន្មានខែរហូតដល់កាត់ចោលហើយក្នុងមួយឆ្នាំហ្នឹងតើយើងដាំប្រមាណដងចឹងទៅទីទូទៅនៅក្នុងប្រទេសកូរ៉េខ្ញុំនិយាយតាំងពីកូនពេញប៉ោះមកជាទូទៅនៅក្នុងប្រទេសកូរ៉េការដាំកូនពេញប៉ោះគឺគេនាំយកកូនពេញប៉ោះដែលបណ្ដុះមកស្រាប់ពីព្រោះនៅក្នុងប្រទេសកូរ៉េគេមានរោងចក្រមួយសម្រាប់បណ្ដុះកូនសុទ្ធតែម្ដងគឺអត់មានតាក់ទងជាមួយនឹងម្ចាស់កសិដ្ឋានបណ្ដុះខ្លួនឯងទេគឺគេនាំមកពីកន្លែងរោងចក្រគេបណ្ដុះដោយខ្លួនឯងគេកាត់តហើយស្រាប់ហើយនៅក្នុងប្រទេសកូរ៉េនេះគេប្រើកូនពេញប៉ោះកាត់តយកមកដាំហើយនៅពេលដែលគេយកកូនពេញប៉ោះកាត់តយកមកដាំហើយគេចាប់ផ្ដើមដាំដូចជាក្នុងវីដេអូនេះអញ្ចឹងការដាំនៅលើសកៃដូងហើយសកៃដូងនេះគឺយើងដាំបាន2ដងក្នុងរយៈពេល1ឆ្នាំយើងដាំម្ដងឆ្នាំក្រោយយើងដាំម្ដងទៀតអញ្ចឹងទៅអញ្ចឹងសកៃដូងនេះយើងដាំ2ដងនៅពេលដែលយើងដាំបាន2ដងហើយយើងប្រមូលអាសកៃដូងនឹងចោលយើងដាក់សកៃដូងថ្មីអញ្ចឹងទៅហើយវិធីសាស្ត្រនៃការដាំកូនពេញប៉ោះនេះគឺយើងដូចតែបងប្អូនបានឃើញអញ្ចឹងគឺយកកូនពេញប៉ោះយកមកដាំយកអាកូនកាត់តនឹងយកមកដាំគឺយើងអត់ដាំឲ្យលិចអាឫសវាទាំងអស់ហ្នឹងទេគឺយើងដាំពាក់កដាលដីដែលជាប់គល់កូនពេញប៉ោះហ្នឹងណាបងប្អូនគឺយើងដាំឲ្យលិចតែពាក់កដាលទេហេតុអីពីព្រោះនៅពេលដែលយើងដាំបែបនេះទៅវាធ្វើឲ្យឫសហ្នឹងវាមានដង្ហើមដកវាដកដង្ហើមអុកស៊ីសែនវាចាប់អុកស៊ីសែនតាមឫសអញ្ចឹងណាបងប្អូនដើម្បីឲ្យវាលូតលាស់ល្អហើយការដាំដំណាំនៅលើសកៃដូងនេះទៀតសោតបងប្អូនគឺជាចំណុចដ៏សំខាន់មែនទែនពីព្រោះខ្មែរយើងសម្បូរណាស់សកៃដូងដុតចោលច្រើនណាស់ប៉ុន្តែគេប្រមូលផលរាប់ម៉ឺនរាប់លានដុល្លារអំពីការដាំដំណាំនៅលើសកៃដូងនេះនៅក្នុងប្រទេសកូរ៉េហើយសកៃដូងនេះគឺវាមានទូនាទីដើម្បីជក់ជាសារធាតុជីផងទឹកផងនៅក្នុងហ្នឹងហើយការដុះឫសរបស់ដំណាំកសិកម្មហ្នឹងគឺល្អមែនទែនវាមានខ្យល់អុកស៊ីសែនសម្រាប់ចាប់ឫសច្រើនអញ្ចឹងណាបងប្អូនហើយការដាំនេះលើសកៃដូងនេះគឺដាំបានទាំងត្រប់ដាំទាំងម្ទេសដាំទាំងសសក់អីជាដើមសំខាន់ឲ្យតែយើងយល់ដឹងអំពីរបៀបនៃការប្រើប្រាស់ជីអញ្ចឹងទៅហើយចំពោះការដាំពេញប៉ោះធំបែបនេះគឺយើងដាំក្នុងចន្លោះខែ9មកហើយរហូតដល់ខែ12យើងចាប់ផ្ដើមបានប្រមូលផលហើយនេះការប្រមូលផលនេះគឺគេប្រមូលផលហើយអញ្ចឹងប្រមូលផលមកច្រើនដងមែនទែនហើយនៅពេលដែលយើងកាត់ប្រមូលផលអាក្រមហើយយើងទម្លាក់ពីលើមកទៀតបន្តទៀតអញ្ចឹងទៅអញ្ចឹងធ្វើឲ្យដើមវាមានលក្ខណៈរាងត្រេតបែបនេះមានន័យថាគេកាត់គេកាត់ផ្លែក្រោមចោលអស់ហើយគេទម្លាក់លើមកទៀតហើយចុងខាងលើនោះគឺលូតលាស់បន្តអញ្ចឹងទៅហើយនេះគឺជាចំណេះដឹងដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនគឺប្រើរយៈ